ឥឡូវយើងចូលដល់ចំណុចទី2វិញគឺដើម្បីឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មីអ្នកនរគ្នាត្រូវ back ទៅវិញបន្តិចអូខេសម័យកាល 1.0 គឺជា agriculture technology ចំណែកឯ 2.0 គឺជា industrial technology ចំណែក 3.0 គឺជា digital technology ហើយពី2010មកដល់ឥឡូវគឺ 4.0 ដែលគេហៅថា artificial intelligence ឬក៏ AI នឹងឯងសម័យហ្នឹងហើយ yes សំខាន់ថងកន្លែងនេះថាបញ្ហាnóមានសំខាន់នេះច្បាប់របស់យើងដែលកំពុងតែអនុវត្តពេលបច្ចុប្បន្ននេះគឺថាបានអនុម័តប្រើប្រាស់ពី2008មកក្រោយសម័យការបច្ចេកវិទ្យា 4.0 រយៈពេល2ឆ្នាំអញ្ចឹងយើងប្រើច្បាប់នោះអស់រយៈពេល17-18ឆ្នាំហើយបច្ចេកវិទ្យា 4.0 គឺកើនឡើងច្រើនមែនពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះហើយអានេះជាបញ្ហាដែលយើងត្រូវតែ upgrade ច្បាប់របស់យើងអញ្ចឹងច្បាប់ថ្មីដែលស្ដីអំពីបច្ចេកវិទ្យាថ្មីនេះគឺវាមានដូចជាឧទាហរណ៍ណាគឺមាន drone តាក់ទងនឹង e-ticket តាក់ទង digital ATC satellite navigation and AI ឬក៏ automation ឯងអូខេចំណុចទី2ក៏រៀងចាប់អារម្មណ៍ដែរត្រូវ